បាទយើងមកមើលលំហាត់ត្រៀមប្រឡងបាក់ឌុបសម្រាប់មុខវិជ្ជារុក្ខវិទ្យាថ្នាក់ទី12របស់យើងហើយលំហាត់នេះគឺនៅក្នុងមេរៀនចុងក្រោយគឺមេរៀនសេក្វីចរន្តឆ្លាស់អញ្ចឹងបងប្អូនមើលប្រធានលំហាត់ទាំងអស់គ្នាគេយកបូប៊ីនមួយដែលមានអាំងឌឺតង់បាទអញ្ចឹងគេប្រាប់បូប៊ីនហ្នឹងគឺមានអាំងឌឺតង់ L ស្មើនឹងបាទ2លើផាយហង្រីទៅតភ្ជាប់ជាមួយប្រភពចរន្តឆ្លាស់មួយដែលមានតង់ស្យុងប្រសិទ្ធបាទឬក៏តម្លៃប្រសិទ្ធរបស់តង់ស្យុងគឺ V ស្មើនឹង220 វ៉ុលអានេះគឺ V នឹងមានប្រេកង់50 A បាទនេះគឺជាតម្លៃប្រេកង់គឺយើងតាមដោយ F កគណនាអាំបេដង់នៃសេក្វីបាទអាំបេដង់គឺរក Z ណាខគណនាអាំងតង់ស៊ីតេប្រសិទ្ធនៃចរន្តបាទអាំងតង់ស៊ីតេប្រសិទ្ធនៃចរន្តគឺរកចរន្តប្រសិទ្ធកដោយយកចរន្ត E ស្មើនឹង E ឬ2 sin អូមេហ្គាតេគិតជាអំពែជាគោលចូលសរសេរកន្សោមតង់ស្យុងខណៈនៃកំណាត់សេក្វីនេះបាទអញ្ចឹងដើម្បីធ្វើលំហាត់ចរន្តឆ្លាស់បានត្រឹមត្រូវគឺបងអូនត្រូវវិភាគទៅលើលំហាត់របស់យើងថាតើលំហាត់ហ្នឹងគឺករណីមួយណាករណី resistance សុទ្ធអាំងដូចតង់សុទ្ធកង់ដងសតើសុទ្ធឬក៏ CQ RLC RL ឬក៏ RC បាទអញ្ចឹងតើបងប្អូនកំណត់ប្រភេទ CQ ឲ្យត្រឹមត្រូវទើបយើងយករូបមន្តមកប្រើគឺបានត្រឹមត្រូវដែរណាអញ្ចឹងបងប្អូនសង្កត់ធ្ងន់ទៅលើការអានជាលំហាត់ណាអានម្ដងអត់យល់សូមអាន2 ដង 3 ដងទៅណាអញ្ចឹងគេយកបូប៊ីនមួយដែលមានអាំងដូចតង់អញ្ចឹងគេប្រាប់បូប៊ីនមានអាំងដូចតង់2លើផៃហង្រីអត់មានអីផ្សេងទេគឺមានតែអាំងដូចតង់ L នឹងមួយទេហើយយកទៅណាយកទៅតភ្ជាប់ជាមួយនឹងប្រភពចរន្តឆ្លាស់ដែលមានតង់ស្យុងប្រសិទ្ធបាទអញ្ចឹងអាំងដូចតង់ L ហ្នឹងរបស់បូប៊ីនហ្នឹងគឺយកទៅភ្ជាប់ជាមួយនឹងប្រភពចរន្តឆ្លាស់ដែលមានតង់ស្យុងប្រសិទ្ធ220 វ៉ុលហើយនឹងប្រេកង់50 A អញ្ចឹង CQ របស់យើងគឺ CQ មានតែអាំងដូចតង់សុទ្ធបាទមានតែ L សុទ្ធទេណាអញ្ចឹងកាលណាគេសួររកអាំពេដង់គឺមានន័យថាគេរក ZL ហើយអញ្ចឹងរូបមន្តអាំពេដង់ ZL ស្មើអីបាទគឺស្មើ L អូមេហ្គាអញ្ចឹង L យើងមានហើយអូមេហ្គារកតាមណាបាទអូមេហ្គាគឺយើងរកតាម2ផៃ F ពីព្រោះយើងស្គាល់ប្រេកង់ F បាទខគណនាអាំងតង់សតេប្រសិទ្ធនៃចរន្តគឺរកចរន្តប្រសិទ្ធអញ្ចឹងចរន្តប្រសិទ្ធគឺយើងរកតាមបាទដោយសារយើងមានតែអាំងដូចតង់សុទ្ធណា CQ ដែលមានតែ L សុទ្ធអញ្ចឹង E ស្មើ V ប្រសិទ្ធលើ ZL បាទគឺ V ចែកឲ្យអាំពេដង់ហើយអាំពេដង់របស់យើងវិញនេះគឺជា ZL បាទជាអាំពេដង់របស់អាំងដូចតង់ដោយយកចរន្ត E បាទសំណួរកចរន្ត E ជាគោលសរសេរកន្សោមតង់ស្យុងគណៈគឺរកកន្សោម V អញ្ចឹង V គឺស្មើនឹង Vm sin អូមេហ្គាតេបូកអីគេគឺបូកផាយលើ2បាទហេតុអីបានបូកផាយលើ2អញ្ចឹងគឺបងប្អូនត្រូវចាំមេរៀនរបស់យើងណាកាលណា CQ ដែលមានតែអាំងដូចតង់សុទ្ធគឺតង់ស្យុងលឿនផាសជាងចរន្តផាយលើ2អញ្ចឹងកន្សោមតង់ស្យុងគឺយើងត្រូវបូកផាយលើ2ដោយសារយើងយកចរន្តជាគោលនេះគឺអត់មានបូកអីទេគឺវានៅលើអផាសគឺ0ណាអញ្ចឹងបើលឿនជាងផាយលើ2កន្សោមតង់ស្យុងគឺត្រូវបូកផាយលើ2បាទអញ្ចឹងលំហាត់របស់យើងគឺអត់ពិបាកធ្វើទេណាអញ្ចឹងយើងទៅមើលដំណោះស្រាយទាំងអស់គ្នាហើយចាំទៀងទាត់ចម្លើយជាមួយលោកគ្រូអញ្ចឹងយើងទៅមើលដំណោះស្រាយលំហាត់ទាំងអស់គ្នាកគឺយើងគណនាអាំពេដង់នៃចំណាត់ CQ នេះបាទអញ្ចឹងដោយសារវាជាអាំងដូចតង់សុទ្ធអញ្ចឹងយើងប្រើតាមរូបមន្ត ZL ស្មើនឹង L គុណនឹងអូមេហ្គាអញ្ចឹង L របស់យើងគេឲ្យមកហើយគឺ2លើផៃហង្រីបាទហើយអូមេហ្គាគឺស្មើនឹង2ផៃ F ហើយ F យើង50អញ្ចឹង2ផៃគុណ50គឺបាន100ផៃហើយអូមេហ្គាຂະຫນាត់វាគឺរ៉ាត់ចង់1វិនាទីណាអញ្ចឹងយើងចំនួនចូលទៅក្នុងរូបមន្ត L របស់យើងមក ZL នេះណាអញ្ចឹងយើងបាន ZL ស្មើនឹង L គុណនឹងអូមេហ្គាអញ្ចឹងយើងសម្រួលផៃចោលទៅបាទយើងនៅសល់100គុណ2គឺបាន200អូមណាអញ្ចឹង
អំបេដងនៃអាំងឌីវតាំងរបស់យើងគឺ ZL ស្មើនឹង200 អូមនេះគឺជាចម្លើយកចូលដល់ខគណនាអាំងតាំងសន្តិប្រសិទ្ធនៃចរន្តគឺរក E ប្រសិទ្ធណាអញ្ចឹងយើងប្រើតាមរង្វង់ E ស្មើនឹង V ចែកឲ្យ ZL អញ្ចឹង V យើងគឺ V ប្រសិទ្ធគឺគេឲ្យមក 220V ហើយ ZL របស់យើងវិញគឺ200 អូមបាទអញ្ចឹងចំនួនចូលក្នុងរង្វង់នេះវិញមកបាទអញ្ចឹងគេបាន E ស្មើ E ស្មើ V គឺ220ចែក200គឺឃើញ 1.1 អាំពែបាទដូចនេះចរន្តប្រសិទ្ធឃើញ 1.1 អាំពែចម្លើយយើងគឺប៉ុណ្ណឹងអញ្ចឹងមិនពិបាកដោះស្រាយទេណាចរន្តឆ្លាស់នេះហ៎ឥឡូវយើងចូលដល់សំណួរកគេឲ្យយើងសរសេរកន្សោមតង់ស្យុងខណៈនៃចំណាត់ sigv អញ្ចឹងដូចលោកគ្រូបញ្យល់មុននឹងអញ្ចឹងដោយយើងយកចរន្តជាគោលបាទយកចរន្តជាគោលអញ្ចឹងនៅក្នុងអានុតង់សុទ្ធគឺតង់ស្យុងលឿនផាសបាទលឿនផាសជាងចរន្តផៃលើ2ដល់ចុះអញ្ចឹងយើងទៅសេកន្សោម V បាន V ស្មើនឹង Vm sin អូមេហ្គា t អូមេហ្គាគឺ100ផៃយើងដាក់ហើយលឿនជាងផៃលើ2គឺយើងដាក់បូកផៃលើ2អញ្ចឹងអ្វីដែលយើងត្រូវការគឺត្រូវការតែ Vm មួយទៀតទេណាបាទអញ្ចឹងដោយ Vm គឺស្មើនឹង V ឬ2ពីព្រោះយើងមានតង់ស្យុងប្រសិទ្ធស្មើនឹង Vm ចែកឬ2អញ្ចឹងដល់ពេលយើងត្រូវការ Vm គឺយើងបាន Vm ស្មើ V គុណឲ្យឬ2អញ្ចឹងយើងដាក់ V ឬ2ហើយ V របស់យើងគឺតង់ស្យុងប្រសិទ្ធគឺ 220V បាទអញ្ចឹង 220V គុណឬ2បាន 220ឬ 2V អញ្ចឹងយើងហៅ Vm ឃើញហើយមួយចំនួនក្នុងកន្សោមតង់ស្យុងរបស់យើងមកអញ្ចឹងយើងបាន V ស្មើនឹង Vm គឺ220ឬ2 sin អូមេហ្គា t បូក V បាទអញ្ចឹងដូចនេះកន្សោមតង់ស្យុងរបស់យើងគឺត្រូវបានសរសេររួចរាល់ណាគឺ V ស្មើនឹង220ឬ2 sin អូមេហ្គា t គឺ100ផៃ t ហើយបូកផៃលើ2ហើយគិតជា V បាទអញ្ចឹងលំហាត់នេះគឺយើងបញ្ចប់ប៉ុណ្ណឹងតកតងទៅនឹង sigv ចរន្តឆ្លាស់ដែលមានតែអាំងឌីវតាំងសុទ្ធបាទអរគុណ